មួយវីដេអូនេះគឺចង់អរគុណដល់បងប្អូនអរគ្នាដែលតែងតែជួយ like ជួយ follow ដល់ខ្ញុំណាហើយសម្រាប់បងប្អូនអរគ្នាមួយចំនួនទៀតក៏អរគុណដែរដែលទៅសារនៅពីមុខហើយថាជួយមើលវីដេអូខ្ញុំធ្វើម្ហូបដែលក្រនវីដេអូនេះគឺអត់មានអីច្រើនទេក្រៅពីការធ្វើម្ហូបប្រចាំថ្ងៃថ្ងៃខ្លះក៏ជីនពងទាទៅថ្ងៃខ្លះក៏ឆាស្ងោរស្លម្ជូរអីចឹងទៅអរគុណមែនតើដែលបងប្អូនជួយមើលចឹងណាគឺខ្ញុំអត់មានពីអីច្រើនក្រៅពីអរគុណហើយនឹងដឹងកូនឯងហើយថ្ងៃហ្នឹងមុខម្ហូបរបស់យើងគឺយើងបានជាមួយនឹងស្ពៃតឿបងប្អូនគឺយើងឆាស្ពៃតឿចឹងពេលដែលយើងហាន់វាហើយមិញហ្នឹងមកយើងយកវាមកលាងទឹកមកណាបងប្អូនយើងលាងវាឲ្យស្អាត3 4ទឹកមកដែលសារស្ពៃតឿនេះវាអាចថាមានដីមានតកៅអីនៅតាមស្លឹកយើងមើលមិនឃើញអញ្ចឹងយើងលាងវាឲ្យច្រើនទឹកមកដើម្បីធានាដល់ថាវាស្អាតហើយយើងញ៉ាំហើយផាសុខភាពអីចឹងទៅចឹងបងប្អូនអរគ្នាចង់ធ្វើឆាស្ពៃតឿអីដែរធ្វើបាននេះគឺទិញស្ពៃទូចចឹងមកវាតូចល្មមចឹងមកមើលទៅតំណងឆ្ងាញ់ហ្មងឆាទៅហើយនេះគ្រឿងផ្សំរបស់យើងតែយើងទៅធ្វើការហាន់ជាមួយនឹងសាច់ជ្រូកទាំងអស់គ្នាយើងកាត់វាហើយសាច់ជ្រូកក៏បងប្អូនយើងហាន់វាស្លាយទូចមកហើយធ្វើម៉េចហាន់វាស្ដើងកាន់តែស្ដើងឆាកាន់តែឆ្ងាញ់អញ្ចឹងបើបងប្អូនចង់ធ្វើអីអាចកាត់ចឹងមកហើយតមកទៀតគឺយើងមកធ្វើការហាន់ជាមួយនឹងខ្ទឹមសរបស់យើងហ្នឹងយើងចិញ្ច្រាំវាឲ្យមកចូលគ្នាមកឲ្យល្អិតផិតមកបន្ទាប់ពីវារៀងល្អិតហើយយើងក៏មានជាមួយនឹងម្ទេសដែរបងប្អូនគឺយើងឆាលេងម្ទេសចឹងទៅវាហិតតែឆ្ងាញ់ទៀតចឹងណាចឹងយើងហាន់វាចឹងមកបន្ទាប់មកទៀតចាំយើងយកខ្ទះរបស់យើងនឹងមកបងប្អូនយើងយកមកធ្វើការដាក់តែហើយយើងចាក់ពេញឆាហើយដាក់ជាមួយនឹងខ្ទឹមហើយនឹងម្ទេសនឹងឆាចូលគ្នាមកដើម្បីយកពណ៌ពីម្ទេសឲ្យវាក្រហមហើយសាច់យើងចាប់ចូលជាតិទៀតអញ្ចឹងយើងដាក់សាច់ឆាមកជាមួយនឹងម្ទេសហើយនឹងខ្ទឹមអីហ្នឹងមកយើងកូរវាឲ្យវាចូលល្បាយតែមួយហើយមើលទៅក្លិនរបស់វាគឺថាឈ្ងុយមែនតែនបងប្អូនបន្ទាប់ពីហ្នឹងហើយយើងមកធ្វើការបង់ប្រេងខ្យងហើយមានជាមួយនឹងស្ករសទឹកត្រីប៊ីចេងអញ្ចឹងសម្រាប់ការបង់គ្រឿងគឺតាមចំណង់ចំណូលចិត្តបងប្អូនអរគ្នាចូលចិត្តរបៀបសាបឬក៏ចូលចិត្តបែបដិតអីធ្វើការបង់តាមនឹងមកអញ្ចឹងខ្ញុំយករសជាតិបែបខ្ញុំអញ្ចឹងបងប្អូនបើចង់បានបែបខ្ញុំបងប៉ុណ្ណឹងមកតែពេលខ្លះបិទកាមេរ៉ាទៅថែមគ្រឿងទៀតដែរណាដោយសារតែបងទៅវាអត់ត្រូវមកខ្ញុំមកអញ្ចឹងយើងថែមទៀតទៅហើយនេះយើងមកធ្វើការដាក់បន្លែចូលមកឆាចោះត្រឡប់ឡើងតិចមកវាស្ពណៃអញ្ចឹងវីដេអូហ្នឹងគឺអត់មានអីច្រើនទេមានតែមុខម្ហូបមួយមុខហ្នឹងជូនបងប្អូនអរគ្នាអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូនេះដល់ចប់ណាបាយបាយជួបគ្នាវីដេអូក្រោយ See you soon